Sự đây bông phôn là lời năng nhungกับbông tai màu bị dỗ cồn tranh pi sả lá nhung có chọn để dây ông pi bà bòn ọp rôm nơiក្នុងប្រទេសកម្ពុជានៅនឹងប្រទេសជប៉ុនខុសគ្នារបៀបណាណាចានៅប្រទេសកម្ពុជាយើងដឹងស្រាប់ហើយចាគឺការរៀនសូត្រហ្នឹងគឺមានកុមារខ្លះហ្នឹងរៀនអត់ចប់ចុងចាប់ដើមទេដោយសារអីជីវភាពចាខ្វះខាតទី1ទី2អាចជួបឧបសគ្គថាសាលាអត់សូវមានសាលារៀនសាលានៅឆ្ងាយអីចឹងណាបងប្អូនចាអញ្ចឹងធ្វើឲ្យគាត់នឹងមានការឈប់រៀនចាអ្នកខ្លះគឺឈប់រៀនកណ្ដាលទីអីចឹងទៅរៀនអត់ចប់ចុងចប់ដើមថ្ងៃបងប្អូនហើយប្រព័ន្ធអប់រំនៅទីនេះគឺថាកូនសិស្សហ្នឹងគេរៀនតិចម៉ោងដែរទេចាជីទូទៅគេចូលរៀនហ្នឹងនៅក្នុងម៉ោង8ជាងណាចា8:25ហើយពេលគេចេញពីសាលាហ្នឹងចេញត្រឹមម៉ោង2កន្លះអីឬក៏យូរបំផុតឲ្យ3អីចឹងទៅណាចាហើយក្មេងៗនៅទីនេះរៀនសិតតែបានលុយរៀនមិនអស់លុយហើយរៀនបានលុយទៀតក្មេងៗភាគច្រើនគឺបានទទួលការទំនុកបំរុងហ្នឹងពីរដ្ឋក្នុងម្នាក់ហ្នឹង15000 យេនអាចនិយាយបានថាខ្ទង់$110ក្នុងមួយខែណាបងប្អូនចាហើយការហូបចុកហ្នឹងគឺនៅសាលាចាពេលផឹកយើងចេញពីផ្ទះហ្នឹងយើងញ៉ាំខ្លួនឯងតែអាហារថ្ងៃត្រង់អីហ្នឹងគឺនៅសាលាហើយពេលល្ងាចយើងចេញទៅយើងញ៉ាំបាយនៅផ្ទះខ្លួនឯងធម្មតាទេចាបងអូនហើយការអប់រំរបស់គេហ្នឹងគឺគេមានគ្រូអីចឹងទៅដូចកូនខ្ញុំអីចឹងគឺគាត់ទៅមកទេហើយអញ្ចឹងគឺគាត់អត់សូវចេះភាសាជប៉ុនទេអត់មែនអត់សូវចេះគឺអត់ចេះតែម្ដងអញ្ចឹងនៅតាមភូមិនីមួយមួយភូមិហ្នឹងគឺគេមានសាលាចាដូចថាយើងរស់នៅភូមិណារៀននៅសាលានោះឯងចាហើយគឺគេធ្វើសាលាហ្នឹងអត់ឆ្ងាយពីភូមិសង្កាត់ដែលយើងរស់នៅទេអីដែលសំខាន់ភូមិនីមួយមានសួនណាបងប្អូនចានេះឃើញទេចានឹងឯងចាសួនតាមភូមិហ្នឹងនៅចិត្តផ្ទះហ្នឹងទៀតហើយដោយសារតែកូនខ្ញុំគាត់ទៅមករស់នៅប្រទេសជប៉ុនអញ្ចឹងខ្ញុំត្រូវយកគាត់មករៀននៅសាលានៅដូចថាភូមិខ្ញុំនៅភូមិខាងលើអញ្ចឹងខ្ញុំយកកូនមករៀននៅភូមិខាងក្រោមដែលថាសាលានៅទីនេះមានថ្នាក់បំពន់អន្តរជាតិអញ្ចឹងហើយគាត់អាចរៀនថ្នាក់បំពន់អន្តរជាតិហ្នឹងក្នុងមួយសប្តាហ៍ហ្នឹង2ថ្ងៃមួយថ្ងៃ1ម៉ោងឬក៏2ម៉ោងបន្ថែមពីលើអីចឹងណាចាប៉ុន្តែអីដែលខ្ញុំចង់និយាយហ្នឹងទោះបីជាយើងក្រប៉ុណ្ណាក៏ដោយនៅពេលដែលក្មេងទៅរៀនគឺមានលុយឧបត្ថម្ភពីរដ្ឋមកទៀតនៅក្នុងប្រទេសកម្ពុជារបស់យើងតើអត់លុយរៀនអត់ទេឪពុកម្ដាយខ្វះខាតជីវភាពខ្វះខាតកូននឹងបញ្ឈប់ការសិក្សាអញ្ចឹងរៀនអត់ចាប់ចុងចាប់ដើមទេហើយតំពាំងស្នងឫស្សីនៅក្នុងប្រទេសកម្ពុជាវាខុសពីនៅក្នុងប្រទេសជប៉ុនកម្រិតណាបងប្អូនពិចារណាមើលហើយការសិក្សារបស់គេនៅក្នុងប្រទេសខ្មែរយើងចូលរៀនម៉ោង7យើងចេញម៉ោង5ណាចាប៉ុន្តែនៅនេះគេចូលរៀនម៉ោង8កន្លះចា8:25អីចឹងទៅគេចេញម៉ោង2កន្លះម៉ោង3អីចឹងទៅណាចារៀនច្រើនម៉ោងហើយដូចថាក្មេងទៅចូលថ្នាក់បឋមអញ្ចឹងណាបងប្អូនគឺគេផ្ដោតខ្លាំងហ្នឹងគឺផ្ដោតតែខ្លាំងទៅលើវប្បធម៌ចាចូលរៀនរៀនវប្បធម៌រៀនអក្សរគេតែម្ដងចាប៉ុន្តែគេមានម៉ោងតន្ត្រីមានម៉ោងកីឡាអីផ្សេងតែម្ដងហើយភាគច្រើនអនុវត្តជាក់ស្ដែងខុសពីការអប់រំនៅក្នុងប្រទេសកម្ពុជាក្នុងប្រទេសកម្ពុជារបស់យើងកូនអ្នកដែលរៀនបានច្រើនហ្នឹងតើឪពុកម្ដាយធូរធារទើបអាចមានសមត្ថភាពឲ្យកូនរៀនបានច្រើនតែបើសិនជាឪពុកម្ដាយអត់ធូរធារទេកូនរៀនអត់ចាប់ចង់ចាប់ដើមទេចាអញ្ចឹងប្រព័ន្ធអប់រំនៅកម្ពុជាគឺខ្សោយអន់ថយខ្លាំងមែនតើចាក្មេងៗនៅទីនេះទៅរៀនបានលុយទៀតក្មេងៗនៅកម្ពុជាអត់លុយរៀនគឺបញ្ឈប់ការសិក្សាខុសគ្នាកម្រិតណាបងប្អូនសាកពិចារណាមើលគេមានអាហារថ្ងៃត្រង់សម្រាប់ចែកឲ្យកូនសិស្សញ៉ាំហើយអាហារថ្ងៃត្រង់បងប្អូនធ្លាប់ឃើញតាមវីដេអូនីមួយគឺគេយកចិត្តទុកដាក់មានសារជាតិចិញ្ចឹមអីប្រភេទណាអីចឹងណាចាហ្នឹងហើយគឺជាការខុសគ្នារវាងប្រទេសជឿនលឿនចាខុសគ្នាកម្រិតណាបងប្អូនគួរណាតែពិចារណាណាចាហើយប្រព័ន្ធអប់រំនៅកម្ពុជាបងប្អូនឃើញទេក្មេងៗខ្លះគ្នាក្រីក្រចាអត់បានចូលសាលាឬក៏ការសិក្សាអីត្រឹមត្រូវទេចាដើររើសអេតចាយរើសសម្រាមនៅតាមចើមខ្នល់អីចឹងទៅប៉ុន្តែនៅទីនេះតំពាំងស្នងឫស្សីរបស់គេគឺគេយកចិត្តទុកដាក់ខ្លាំងបំផុតណាបងប្អូនហើយក្មេងទូចហ្នឹងវាសិតតែមានគឺវាមានសិទ្ធអីច្រើនមែនទេនៅក្នុងនឹងទៀតបងប្អូនណាគឺគេយកចិត្តទុកដាក់កម្រិតណាតើតើបងប្អូនមកជួបជាក់ស្ដែងដូចខ្ញុំបានដឹងថាអូប្រទេសយើងណានៅតែនេះឡើយទេប្រទេសគេនោះទៅដល់ឋានប្រច័ណ្ឌហើយប្រទេសយើងនឹងបាត់ក្រោមឡើយហើយប្រព័ន្ធអប់រំនៅក្នុងប្រទេសយើងហ្នឹងគឺវាខ្សោយមែនតើសំបីតែក្មេងដែលមកពីស្រុកខ្មែររៀនថ្នាក់ទី3មកដល់ប្រទេសជប៉ុនហ្នឹងគឺបន្ថយត្រឹមថ្នាក់ទី2ឬក៏កម្រិតថ្នាក់ទី1អីចឹងទេចាបើកម្រិតសិក្សាក្មេងនៅទី1នៅនេះស្មើនឹងក្មេងទី3នៅក្នុងស្រុកខ្មែរណាចា